ថ្ងៃនេះខ្ញុំដឹកនាំក្រុមការងារគណៈបកកម្លាំងជាតិមកជួបអាដាមអគ្គរដ្ឋទូតអូស្ត្រាលីក្នុងគោលបំណងនិយាយបដោតទៅសិទ្ធិមនុស្សនិងប្រជាធិបតេយ្យជំនួបដែលយើងបានលើកឡើងចាក់តងដែលយើងផ្ដោតសំខាន់អំពីថាសេរីភាពក្នុងការបញ្ចេញមតិសេរីភាពសារព័ត៌មានក៏ដូចជាសេរីភាពនយោបាយពីព្រោះយើងដឹងហើយអំពីថាសេរីភាពនយោបាយយើងឃើញថាវានៅមានការតូចចង្អៀតហើយជំវិញបញ្ហាសេរីភាពក៏យើងលើកឡើងតាក់ទងទៅនឹងដូចតែគាត់ចង់ឲ្យដឹងអំពីករណីរបស់ខ្ញុំមកផ្ទាល់ដែរហើយក្នុងហ្នឹងក៏យើងបានលើកឡើងអំពីករណីការឈ្លានពានពីសំណាក់ប្រទេសសៀមមកលើដែនអធិបតេយ្យនៃកម្ពុជាយើង